តើរថពាសដៃកង់ 8 BTR 60របស់កងទ័ពកម្ពុជាមានគីឡូលេងជាមួយ Striker ដែលថៃទើបតែទទួលបានពីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះដែរទេក្នុងវីដេអូនេះយើងនឹងមកសាកប្រៀបធៀបគ្នារវាង BTR 60របស់កងទ័ពកម្ពុជានិង Striker របស់កងទ័ពថៃឥឡូវនេះយើងមកស្គាល់អំពីសមត្ថភាពរបស់ BTR 60ដែលផលិតដោយសហភាពសូវៀតជាមុនសិនមុននឹងទៅដល់ Striker របស់សហរដ្ឋអាមេរិកBTR 60ត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងសម័យសង្គ្រាមត្រជាក់អំឡុងឆ្នាំ 1955 និងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងយោធារបស់សហភាពសូវៀតនៅក្នុងឆ្នាំ 1961 វាត្រូវបានផលិតឡើងដើម្បីជំនួសរថយន្តយោធាស៊េរីចាស់ប្រភេទ BTR 152 ហើយការផលិតវាឡើងមកក៏ដើម្បីប្រកួតប្រជែងវិស័យយោធាជាមួយសហរដ្ឋអាមេរិកកាលពីសម័យនោះផងដែរ BTR 60មានទម្ងន់សរុប 10.3 តោនមានប្រវែងបណ្ដោយ 7.56 ម៉ែត្រហើយមានប្រវែងទទឹង 2.8 ម៉ែត្រនិងមានកម្ពស់ 2.31 ម៉ែត្រវាត្រូវបានបង្កើតឡើងមកដោយអាចផ្ទុកមនុស្សបានចំនួន 17 នាក់សរុបទាំងអ្នកបើកបរនិងអ្នករួមដំណើររថពាសដែកនេះបានបំពាក់ម៉ាស៊ីនសាំងចំនួន 2 ប្រភេទ GAZ 49B ដែលមានចំនួនស៊ីឡាំងសរុបចំនួន 12 ស៊ីឡាំងនិងមានចំនួនកម្លាំងសេះសរុប 180 HP វាបានភ្ជាប់មកជាមួយនឹងធុងប្រេងឥន្ធនៈចំនួន 290 លីត្រដែលអាចនាំឲ្យវាបើកបរបានចម្ងាយ 500 គីឡូម៉ែត្រក្នុងល្បឿន 80 គីឡូម៉ែត្រក្នុង1ម៉ោងលក្ខណៈពិសេសរបស់វាគឺវាជារថយន្តដែលបើកបរលើផ្លូវគោកក៏បានបើកបរឆ្លងកាត់ទឹកក៏បានដោយមិនចាំបាច់មានកប៉ាល់ឬក៏សាឡង់សម្រាប់ចម្លងវានោះទេហើយល្បឿនដែលបើកកាត់ទឹករបស់វាអាចបើកបានល្បឿន 10 គីឡូម៉ែត្រក្នុង1ម៉ោងហើយគុណសម្បត្តិរបស់វាមួយទៀតគឺកម្ពស់របស់វាខ្ពស់ល្មមដែលអាចបើកកាត់ផ្លូវដែលមានភក់ជ្រៅបានដោយងាយដោយសារតែកម្ពស់ពីដីរបស់វាមានរហូតដល់ទៅ 475 មីលីម៉ែត្រហើយសម្រាប់ទូខ្លួនរបស់វាបានបង្កើតឡើងមកដោយប្រើប្រាស់ដែកថែបកម្រិតខ្ពស់ដែលមានកម្រាស់រហូតដល់ 9 មីលីម៉ែត្រវាអាចការពារអ្នករួមដំណើរខាងក្នុងពីកាំភ្លើងយន្តធន់មធ្យមនិងគ្រាប់បែកដៃបានដោយងាយហើយបើយើងនិយាយអំពីអាវុធរបស់វាវិញមានដូចជាកាំភ្លើងយន្តធន់ធ្ងន់ 14.5 មីលីម៉ែត្រប្រភេទ KPVT ភ្ជាប់ជាមួយគ្រាប់ចំនួន 500 គ្រាប់ដែលបំពាក់ផ្ទាល់នៅលើប៉មនៃយានយន្តនិងកាំភ្លើងយន្តធន់ស្រាល 7.62 មីលីម៉ែត្រប្រភេទ PKT ភ្ជាប់ជាមួយគ្រាប់ចំនួន 3000 គ្រាប់វានៅអមជាមួយនឹងកាំភ្លើងយន្តធន់ធ្ងន់នៅលើតួប៉មតែមួយហើយចំពោះគុណសម្បត្តិរបស់វាវិញមានដូចជាតម្លៃថោកដែលតម្លៃរបស់វាចន្លោះពី $50,000 ទៅ $20,000 សហរដ្ឋអាមេរិកអាស្រ័យទៅលើគុណភាពនិងការអភិវឌ្ឍ System ងាយស្រួលថែទាំនិងជួសជុលអាចការពារទាហានខាងក្នុងពីគ្រាប់កាំភ្លើងយន្តធន់មធ្យមនិងគ្រាប់បែកដៃអាចដឹកទាហានឆ្លងកាត់ផ្លូវពិបាកបានអាចបើកបរបានទាំងលើគោកនិងក្នុងទឹកនិងអាចបាញ់ការពារកងទ័ពនៅក្នុងតំបន់សមរភូមិក្តៅវាក៏មានគុណវិបត្តិផងដែរដូចជាយានយន្តយោធាស៊េរីចាស់ប្រព័ន្ធបញ្ជាមេកានិកស៊េរីចាស់មិនមានប្រព័ន្ធ Digital មិនអាចការពារខ្លួនពីគ្រាប់ផ្លោងនិងគ្រាប់រ៉ុកែតប្រឆាំងរថក្រោះទ្វារសម្រាប់ទាហានចុះមានសភាពតូចធ្វើឲ្យពិបាកក្នុងការចុះពីរថយន្តបន្ទាន់ហើយជាចុងក្រោយបាតរបស់វាបានរចនាមកដោយពាសដែកមានកម្រិតស្ដើងមិនអាចឲ្យវាទប់ទល់ជាមួយនឹងមីនប្រឆាំងរថក្រោះបាននោះទេហើយឥឡូវនេះយើងមកស្គាល់អំពីរថពាសដែក Striker កង់ 8 ដែលថៃទើបតែទិញពីសហរដ្ឋអាមេរិកថ្មីនេះវិញម្ដង Striker គឺជារថពាសដែកយោធាកង់ 8 ដែលផលិតឡើងដោយក្រុមហ៊ុន General Dynamic Land System នៅក្នុងប្រទេសកាណាដាប៉ុន្តែទីស្នាក់ការកណ្ដាលគឺនៅក្នុងសហរដ្ឋអាមេរិកវាបង្កើតឡើងមកដោយយកគំរូតាមរថពាសដែកកង់ 8 របស់ប្រទេសស៊ុយអែតប្រភេទ Movac Piranha និង LAV3 របស់ប្រទេសកាណាដាវាត្រូវបានរចនាឡើងនៅចុងទសវត្សរ៍ឆ្នាំ 1990 និងបានចូលបម្រើការជាផ្លូវការនៅក្នុងកងទ័ពសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2002 Striker បានបង្កើតឡើងមកដោយចែកចេញជាពីរ version គឺ ICV និង MGS ដែល version ICV មានទម្ងន់ 16.47 តោននិង MGS មានទម្ងន់ 18.77 តោនហើយសម្រាប់ version MGS មានទម្ងន់ធ្ងន់ជាងដោយសារតែវាត្រូវបានគេចាត់ទុកថាជារថក្រោះធន់ស្រាលពីព្រោះវាបានបំពាក់កាំភ្លើងធំប្រភេទ 105 មីលីម៉ែត្រនៅខាងលើតួនៃរថពាសដែកដែលកាំភ្លើងធំ 105 មីលីម៉ែត្រនេះភាគច្រើនបំពាក់តែទៅលើរថក្រោះតែប៉ុណ្ណោះរីឯសម្រាប់ប្រវែងរបស់វាទាំងពីរ version គឺដូចគ្នាគឺវាមានប្រវែងបណ្ដោយ 6.95 ម៉ែត្រទទឹង 2.72 ម៉ែត្រនិងកម្ពស់ 2.64 ម៉ែត្ររថពាសដែកនេះត្រូវបានបង្កើតឡើងមកដោយបំពាក់ម៉ាស៊ីនម៉ាស៊ូតប្រភេទ Caterpillar C7 ដែលមានកម្លាំងសេះសរុប 350 HP ហើយវាភ្ជាប់ជាមួយធុងប្រេងឥន្ធនៈចំណុះ 227 លីត្រ
ដែលអាចនាំឲ្យវាបើកបរបានចម្ងាយជាង500គីឡូម៉ែត្រជាមួយនឹងល្បឿនអតិបរមា97គីឡូម៉ែត្រក្នុង1ម៉ោងហើយវាអាចផ្ទុកមនុស្សបានចំនួន11នាក់ដែលរួមបញ្ចូលទាំងអ្នកបើកបរនិងទាហានរួមដំណើរហើយសម្រាប់ប្រព័ន្ធអាវុធរបស់វាដែលអាចបំពាក់បានមានច្រើនប្រភេទដូចជាកាំភ្លើងយន្តធុនធ្ងន់ 12.7 មីលីម៉ែត្រប្រភេទ M2 កាំភ្លើងបាញ់គ្រាប់បែកឬដែលគេហៅថា Grenade Launcher 40 មីលីម៉ែត្រប្រភេទ MK19 កាំភ្លើងធំធន់ស្រាលស្វ័យប្រវត្តិប្រភេទ MK44 ប្រើប្រាស់គ្រាប់ប្រភេទ 30 មីលីម៉ែត្រនិងកាំភ្លើងត្បាល់ធន់ធ្ងន់ដែលបំពាក់លើរថក្រោះប្រភេទ M1128 ប្រើប្រាស់គ្រាប់ទំហំ105មីលីម៉ែត្រហើយវាក៏មានកាំភ្លើងយន្តធន់ស្រាលជំនួយពីខាងក្រៅផងដែរប្រភេទ M240B ហើយបើយើងនិយាយអំពីគុណសម្បត្តិរបស់វាវិញមានដូចជាទី1វាជាយានយន្តប្រយុទ្ធសម័យទំនើបទី2ប្រើប្រាស់ប្រព័ន្ធ Digital ទំនើបដូចជាកាមេរ៉ាចាប់កម្ដៅប្រព័ន្ធ Night Vision System សម្រាប់មើលពេលយប់និងប្រព័ន្ធបញ្ជាតាមកុំព្យូទ័រទី3អាចការពារខ្លួនពីសារជាតិវិទ្យុសកម្មនិងអាវុធជីវសាស្ត្រដែលហៅកាត់ថា NBC ទី4មានល្បឿនលឿនជាងបើប្រៀបធៀបទៅនឹង BTR 60ទី5អាចបំពាក់កាំភ្លើងបានច្រើនប្រភេទទី6វាដែកថែបកម្រាស់ក្រាស់អាចការពារខ្លួនពីអាវុធប្រឆាំងរថក្រោះបានមួយចំនួនដូចជា B40 និង B41 របស់កងទ័ពកម្ពុជានិងកាំភ្លើងយន្តធន់មធ្យមមួយចំនួនទី7សម្រាប់លក្ខណៈពិសេសបំផុតរបស់វាគឺវាអាចទប់ទល់ជាមួយនឹងម្សៅផ្ទុះតែអន្តែរហូតដល់14គីឡូក្រាមហើយវាក៏មានគុណវិបត្តិមួយចំនួនផងដែរដូចជាទី1មានតម្លៃថ្លៃគួរសមដែលតម្លៃរបស់វាចាប់ពី2ទៅ5លានដុល្លារអាមេរិកអាស្រ័យទៅលើកម្រាស់ដែកដែលបានពាសនិងឧបករណ៍ផ្សេងៗដែលបានបំពាក់ទី2អាចបើកបរបានតែលើគោកមិនអាចបើកបរបានទាំងក្នុងទឹកនិងលើគោកដូចជា BTR 60នោះទេទី3ចំនួនមនុស្សផ្ទុកបានតិចជាង BTR 60ដែល BTR 60អាចផ្ទុកបានចំនួន17នាក់រីឯ Striker វិញបានតែចំនួន11នាក់ប៉ុណ្ណោះទី4ការថែទាំនិងជួសជុលមានតម្លៃខ្ពស់ជាងបើប្រៀបធៀបទៅនឹង BTR 60ដោយសរុបមកវិញការប្រៀបធៀបគ្នានេះមិនសូវជាសមមាត្រប៉ុន្មាននោះទេដោយសារតែ BTR 60ជារថយន្តដែលផលិតតាំងពីសម័យសង្គ្រាមត្រជាក់ហើយមានតម្លៃថោកជាងយ៉ាងច្រើនបើប្រៀបធៀបទៅនឹង Striker បើនិយាយឲ្យស្រួលយល់តម្លៃនៃ Striker មួយស្មើនឹង BTR 60ប្រហែលជា20ទៅ30គ្រឿងឯណោះប៉ុន្តែយានយន្តទាំងពីរប្រភេទនេះមានគុណសម្បត្តិនិងគុណវិបត្តិផ្សេងៗគ្នាហើយសូមបញ្ជាក់ថាការប្រយុទ្ធក្នុងសមរភូមិពិតមិនអាស្រ័យទៅលើភាពទំនើបនៃអាវុធតែមួយមុខនោះទេវាអាស្រ័យទៅលើសមត្ថភាពរបស់អ្នកបើកបរនិងបទពិសោធន៍នៃការឆ្លងកាត់សមរភូមិទោះបីជា Striker ទំនើបប៉ុណ្ណាក៏ដោយប៉ុន្តែបើសិនជាអ្នកបើកបរឬក៏អ្នកកាន់កាប់អាវុធមិនមានបទពិសោធន៍គ្រប់គ្រាន់នោះទេក៏មិនអាចឲ្យវាជោគជ័យនៅក្នុងសមរភូមិបាននោះដែរ